ខ្ញុំបករណាសូមនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពកាលសូមនមស្ការថ្វាយបង្គំព្រះថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទសវនិកជនទស្សនិកជនទាំងអស់ក្នុងថ្ងៃនេះអាត្មាភាពនឹងរៀបរាប់អំពីចំណុចសំខាន់ទាក់ទងនឹងពិធីបុណ្យវិសាខបូជានៅក្នុងថ្ងៃនេះគឺជាថ្ងៃ13កើតខ្នើតខែវិសាខនៅប្រហែលជា2ថ្ងៃទៀតទេនឹងដល់ពិធីបុណ្យវិសាខបូជាអញ្ចឹងអាត្មាភាពនឹងបានពេលវេលាដើម្បីរៀបរាប់នៅចំណុចសំខាន់ច្រើនយ៉ាងដែលកើតមាននៅក្នុងថ្ងៃ15កើតពេញបរមីខែវិសាខត្រូវជាវិសាខបូជាតាក់ទងនឹងពិធីបុណ្យវិសាខបូជានេះញាតិញោមពុទ្ធបរិស័ទក៏បីសិក្សាឲ្យបានចេះដឹងគឺមានចំនួន7យ៉ាងដែលជាចំណុចសំខាន់កើតមាននៅក្នុងថ្ងៃ15កើតពេញបរមីខែវិសាខប៉ុណ្ណាហ្នឹងហើយគឺចំណុចទី1គឺថ្ងៃ15កើតពេញបរមីខែវិសាខហ្នឹងគឺជាថ្ងៃដែលសុមេធបណ្ឌិតឬក៏សមេធតបោះណាជាតួអង្គនៃព្រះសម្មាសម្ពុទ្ធនៃយើងហ្នឹងព្រះអង្គទ្រង់បានទទួលការព្យាករពីព្រះសម្មាសម្ពុទ្ធទីបង្កនឹងទី1ហើយទី2គឺជាថ្ងៃដែលព្រះបរមពុទ្ធិសត្វព្រះអង្គទ្រង់ប្រសូតណាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតហើយចំណុចសំខាន់ទី3ហ្នឹងគឺជាថ្ងៃដែលព្រះសរិពោធិព្រឹក្សណាដោះពោធិព្រឹក្សដែលព្រះអង្គទ្រង់គង់ក្រោមនឹងហើយបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហ្នឹងគឺដោះក្នុងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតនឹងដែរហ្នឹងគឺទី3ហើយទី4នោះគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណជាព្រះសម្មាសម្ពុទ្ធណាហើយដល់ពេលទី5គឺជាថ្ងៃដែលព្រះអង្គទ្រង់ណាបរិនិព្វានជាថ្ងៃដែលព្រះអង្គទ្រង់រំលត់ខណ្ឌចូលកាន់បរិនិព្វានហ្នឹងគឺទី5ហើយទី6គឺជាថ្ងៃដែលព្រះធាតុនឹងព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធនឹងនៅទីណាហ្នឹងគឺថាត្រូវធ្វើសមោធានធាតុប្រជុំនាមណ្ឌលពោធិព្រឹក្សហើយក៏ត្រូវភ្លើងឆេះគំតិចនៅព្រះបរមធាតុនឹងតែម្ដងណាហ្នឹងគឺនាពេលអនាគតចំថ្ងៃ15កើតពេញបរមីខែវិសាខនឹងផងដែរហើយដល់ពេលចំណុចសំខាន់ទី7ដែលជាប់តាក់ទងក្នុងថ្ងៃ15កើតពេញបរមីខែវិសាខហ្នឹងគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទ្រង់ផ្ចាញ់នៅមេណាផ្ចាញ់នៅមេអញ្ចឹងនៅក្នុងពេលនេះខ្ញុំគណៈអាត្មាភាពនឹងបានពេលវេលាដើម្បីរៀបរាប់នៅចំណុចសំខាន់ទាំង7យ៉ាងហ្នឹងដោយសេចក្តីសង្ខេបត្រួសដើម្បីបានញាតិញោមពុទ្ធបរិស័ទស្ដាប់អញ្ចឹងទៅក៏បាននៅការយល់ដឹងក៏ដូចជាដើម្បីញ៉ាំងសេចក្តីជ្រះថ្លាដល់ពុទ្ធបរិស័ទដែលយើងនាំគ្នាប្រារព្ធនៅវិសាខបូជាហ្នឹងកាលណាដែលយើងដឹងណាអត្តន័យអញ្ចឹងទៅក៏ញ៉ាំងសេចក្តីជ្រះថ្លារបស់យើងគ្រប់ព្រះអង្គគ្រប់គ្នាហ្នឹងឲ្យក្រៃលែងឡើងអញ្ចឹងតកតងនឹងចំណុចសំខាន់ទី1គឺណាជាថ្ងៃដែលសមេធតបោះទទួលនៅការព្យាករពីព្រះសម្មាសម្ពុទ្ធទីបង្កក្នុងការនោះគឺណាអ្នកនគរណារមវតីហ្នឹងគឺបានរៀបចំចាត់ចែងនិមន្តព្រះសម្មាសម្ពុទ្ធទីបង្កមួយលើដោយភិក្ខុសង្ឃប្រមាណជា400,000អង្គណាដើម្បីទទួលនៅផាត់ណាក្នុងនគរហ្នឹងហើយចឹងទៅក៏រៀបចំណាចាត់ចែងធ្វើផ្លូវណាធ្វើផ្លូវឲ្យព្រះអង្គទ្រង់យាងមកណាធ្វើផ្លូវនាំគ្នាអ្នកនគរហ្នឹងគឺថាធ្វើផ្លូវណាសម្អាតឈូសឆាយណារណ្ដៅចង្ហុកអីចឹងទៅកលុកអីតូចធំលុបណាសម្អាតចឹងទៅហើយក្នុងការនោះណាព្រះណាតាបោះឈ្មោះសមេធៈនេះណាដែលព្រះអង្គទ្រង់
bàn chênh bùa này chênh bùa chỉ tập bỏ chẳng tới hay mình du của mán có bàn sầm rạch nờ áp nhi pram để chỉ lục cấy hay bàn sầm bát bầm bay hay bà ông trung họ màu tới có sạp tại khơi nhận được cô nó kia cầm bông tại chu chai nè lực đây chạ pleu ấy chẳng tới có bà ông trung chọc màu tới có xua nom nè nó cô nâng ta nè từng lái cầm bông tại thưa ở vây hay thưa nâng đầm bay bị giàu ở vây xua nom kì tới có cái prap ta bộ dương từng lái nâng có riệp chom thưa pleu sầm ad hay sát sầm rap thoai pre sma samputตีปังก็ได้ปองตรงเยียงเมาบ่อยเลยได้ไปโคซองนั่งเมาแต่ตัวพอดจังเต๋อไอ้จังก็นั่งไงแต่บ่นั่งอ่ะสมัยแท้แต่บ่ในจิตตัวองในประสมาสามปุตในยืนนั่งอ่ะก็มีสิ่งก็ได้เชื่อทลากรอนลือเก็บปราบจังเมาก็นึกกระทั่งกรอนเปียถาปุตโธนั่งอ่ะคือจีเปียได้กำรอมันงี้หนึ่งบ้านลือให้โจตุ่มร้อมแต่บ้านเพียวเวะหรือก็บ้านตราเชียปปุตเตียตากรอปปันนาเตอจังอ่ะทำไมอันหนึ่งบานส้มจุ่มในเกมวยจุ่มในดับใบเทอเพลสางเพลทวายเปรียสมาสามปุตพองได้จังเตอก็สมัยแทะตะบ่อนั่งอ่ะบานส้มน่ะส้มเกดับใบเทอเพลได้มาจุ่มในจังเตอไอ้ขนมการโน้ตเนี่ยตะโก้เกกระทั่งตะบ่อนี่โดยแต่เมียนรัดเมียนรัดจังเอาอยากอะไรจงหกกับลุกไอ้รอนดาไอ้นั่งเมียนผู้เมียนตักไอ้จังđóนะนั่งกระถาแต่บ่อนั่งเจริญจังเปล่าแต่ริญได้เต๋อคือเป็นไงกับไรรอนดากับไรผู้ไอ้จังเต๋อนั่งเนี่ยนักโก้cái kinhจังเราไปสมัยแท้แต่บ่อนั่งก็กิดได้ทั้งเบยยืงทือเพลนั่งอ่ะดาวยิดคือถามมวยรำปิดคือหนึ่งบานสะอาดหนึ่งบานหอยปัญไตมันซ้อมกัวแล้วนะยืงปลารัดดำใบสางทวายเปรียสมาสามปดจังมันซ้อมกัวได้จังก็บัญชีกำลังกายเต๋อจินจูนได้เมาลุกดาวลุกกับลุกไอ้นั่งพอกผู้ไอ้นั่งดาวไปจูนได้โยมาฟือเมาลุกจังเต๋อมันตอนหอยพร้อมสาบตายเปรียสมาสามปดตีปังก่อมวยเลือดดาวไปโคซองประมาณเชียบุญไซน์ออกนั่งตรงเยี่ยงมาดอลก็แต่บ่อนั่งน่ะกราบลูนแต่เลือแผ่นใดเต๋อให้รุมทรายเสาะเต๋อนั่งไงให้ก็โสมหรัตเนเยี่ยงเปรียสมาสามปตีปังกอมวยเลือดดาวไปโคซองนั่งตรงจวนเยี่ยงฉลองเจ้านั่งไงยมปองโสมกราบทวยจิตสเปียนจำลองเปรียสมาสามปุตมวยเลือดาวไปโคซองจังเต๋อเราเป็นจังบานเปรียสมาสามปุตตีปังกอมวยเลือดาวไปโคซองนั่งก็ปองตรงเยียงนะเยียงจวนฉลองเต๋อมาคางเตียเต๋อนั่งไงรวยรอเต๋อก็ตะบ่อนั่งอ่ะน่ะเมียนกาปัฒนาจีเปรียสมาสามปุตนะบัญชีวิจาลาได้อำนาจในกาได้ขยมปะองตรงปะองขยมปะองบานลูนกราบทวีจิตสเปียนจำลองเปรียสมาสามปุตมวยเลือดดอยปีโคซองนี่โซมขยมปะองบานตราจีเปรียสมาสามปุตมวยปะองยังไงจังเต๋อบานเปรียสมาสามปุตตีปังกอปะองตรงประมาณเมื่ออนาคตเต๋อคือทำมันเมียนเอาไว้จีเครื่องตัวเรียเรียงเต้น่ะก็เปรียสมาสามปุตตีปังกอนั่นก็เชียกอนะเชียกอแต่บ่อนั่งทารบจับตั้งปีทั้งไงนั่งเตอบุญซองไข่มาใส่แผ่นใดเตี้ยแต่บ่อนี่หนึ่งบานตราเชียเปรียสมาสามปุตมวยประองประเนียมท้าสามณะโกดอมนะได้เมียนเปรียใบดาเนียมสะโทตันเนะเปรียเมียดาชโมหรือก็เนียมสเรมหามิเยตีวีไอเมียนแกะซาวะน่ะช่วยสดามน่ะชโมโอปเตอร์สะนั่งเกาหลีตะโอปเตอร์สะนั่นคือเปรียสไรบดไอเกาหลีตะนั่นคือเปรียมหาโมกเลียนเมียนแกะซาวิกาคือปเนียงน่ะเคมานั่งโอบอลวานาไอเมียนปุถุปทะเนี่ยเราปองนั่นคือชมวนนอนจังเถอะคือปองตรงเชียกอนะ
ហើយនៅនគរកបិលវត្ថុឬក៏កបិលភ័ស្ត្រចឹងទៅអញ្ចឹងព្រះសម្មាសម្ពុទ្ធទីបាំងកបានព្យាករនៅសមេធៈតបោះហ្នឹងថានឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធមួយព្រះអង្គក្នុងលោកនាពេលអនាគតហ្នឹងគឺនៅក្នុងថ្ងៃ15កើតពេញបរមីខែវិសាខនេះឯងអញ្ចឹងសូមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លានៅវិសាខបូជាដែលយើងនឹងប្រពគ្រប់ព្រះអង្គគ្រប់គ្នានៅពេលខាងមុខនេះប៉ុណ្ណាសូមអនុមោទនាហើយចំណុចសំខាន់ទី2គឺថ្ងៃ15កើតពេញបរមីខែវិសាខហ្នឹងគឺជាថ្ងៃដែលព្រះបរមពុទ្ធិសត្វព្រះអង្គទ្រង់ប្រសូតចាកផ្ទៃនៃព្រះមេត្តាពេលដែលព្រះអង្គទ្រង់ប្រសូតហ្នឹងគឺមានហេតុអស្ចារ្យច្រើនយ៉ាងញាតិញោមហ្នឹងគណាតកតងនឹងការប្រសូតនៃព្រះបរមពុទ្ធិសត្វនេះគឺមានហេតុអស្ចារ្យច្រើនយ៉ាងដែលក្នុងការនោះព្រះមេត្តាគឺបានយាងណាយាងពីនគរកបិលភ័ស្ត្រទៅកាន់នគរខាងទេវតហៈហ្នឹងដើម្បីប្រសូតបុត្រហ្នឹងក៏ដល់ចន្លោះនៃនគរទាំងពីរនេះចន្លោះនៃនគរទេវតហៈហើយនឹងកបិលភ័ស្ត្រហ្នឹងក៏នៅក្នុងសួនលំពិនីណាព្រះមេត្តាហ្នឹងក៏ឈរប្រសូតព្រះបរមពុទ្ធិសត្វញាតិញោមណាធម្មតាជាទូទៅយើងស្ត្រីខ្លះក៏ហ្នឹងហើយដេកប្រសូតបុត្រណាសម្រាលបុត្រទៅខ្លះអង្គុយសម្រាលបុត្រទៅហ្នឹងហើយគឺម្ដងយ៉ាងនេះម្ដងយ៉ាងនោះប៉ុន្តែសម្រាប់ព្រះមេត្តានៃព្រះពោធិសត្វហ្នឹងគឺឈរប្រសូតព្រះបរមពុទ្ធិសត្វហ្នឹងហើយអត់មានដូចថាឈឺចុកចាប់អីទេហើយពេលដែលព្រះអង្គទ្រង់ប្រសូតហ្នឹងគឺថាស្អាតបរិសុទ្ធមិនមានមន្ទិលកត្រូវប្រឡាក់ដោយស្លេះឈាមគ្រឿងអសោចណានីមួយនឹងព្រះបរមពុទ្ធិសត្វទេហើយពេលដែលព្រះអង្គទ្រង់ប្រសូតហ្នឹងគឺថាមានខ្សែទឹក2ប្រការនៅលើអាកាសហូរទម្លាក់ធ្លាក់មកលាងជំរះនៅព្រះមេត្តាព្រះពោធិសត្វផងព្រះបរមពុទ្ធិសត្វផងមានទឹកក្តៅទឹកត្រជាក់ញញោមអីក្តៅហ្នឹងមិនមែនក្តៅរហូតដល់រលាកគឺថាក្តៅអ៊ុនអញ្ចឹងណាលាងជំរះប៉ុន្តែនឹងព្រះបរមពុទ្ធិសត្វហ្នឹងគឺព្រះអង្គទ្រង់ដូចថាប្រសូតមកហ្នឹងអត់មានជាប់ដោយគ្រឿងអសោចណានីមួយទេជាធម្មតាពេលដែលញាតិញោមសម្រាលកូនមកដូចថាកូនហ្នឹងគឺប្រឡាក់ដោយគ្រឿងសៅមងណាប្រឡាក់ទៅដោយឈាមទៅដោយគ្រឿងអសោចអីចឹងទៅវាមិនស្អាតមិនល្អទេព្រះបរមពុទ្ធិសត្វគឺអត់អញ្ចឹងទេបងប្រសូតមកហ្នឹងគឺស្អាតបរិសុទ្ធណាអត់មានប្រឡាក់ប្រឡោះដោយមន្ទិលកនឹងប្រឡាក់ឈាមប្រឡាក់អីហ្នឹងគឺអត់មានទេនឹងស្អាតបរិសុទ្ធមិនត្រឹមតែប៉ុណ្ណោះគឺថាមានទឹកក្តៅទឹកត្រជាក់ហូរធ្លាក់ពីលើអាកាសមកលាងជំរះព្រះមេត្តាព្រះពោធិសត្វផងព្រះបរមពុទ្ធិសត្វផងពេលហ្នឹងគឺព្រំសទ្ធាវិសនៅជាន់សទ្ធាវិសហ្នឹង4អង្គគឺកាន់បណ្ដាញមាសមកត្រង់មកត្រោព្រះបរមពុទ្ធិសត្វហ្នឹងណាហើយដល់ពេលព្រំកាន់បណ្ដាញមាសត្រង់ព្រះបរមពុទ្ធិសត្វចឹងរួចទៅក៏មហារាជទាំង4ហ្នឹងក៏ទទួលយកព្រះបរមពុទ្ធិសត្វហ្នឹងហើយមហារាជទាំង4ហ្នឹងទទួលយកព្រះបរមពុទ្ធិសត្វហើយក៏ស្ត្រីទាំងឡាយណាទទួលយកព្រះបរមពុទ្ធិសត្វទៅហើយពេលហ្នឹងក៏ព្រះបរមពុទ្ធិសត្វព្រះអង្គទ្រង់ដូចថាផុតពីដៃមនុស្សទាំងឡាយហើយព្រះអង្គទ្រង់យាងចុះដើរទៅណាយាងទៅជន់ស៊ុបនៅលើផែនដីហើយដើរទៅគឺ7ជំហានញាតិញោមណាដើរទៅចឹងទៅ1ជំហាន2ជំហានរហូតដល់ទៅ7ជំហានហើយព្រះអង្គទ្រង់បែរប្រភៈទៅកាន់ទិសឧត្តរទៅខាងជើងណាហើយក៏ព្រះអង្គទ្រង់បន្លឺនៅអាសភិវាចាជាវាចាដ៏អង្អាចជាវាចារបស់ឧត្តមមហាបរោះព្រះអង្គទ្រង់បន្លឺវាចាថាអកោហមស្មិលោកាសៈចេថោហមស្មិលោកាសៈសេថោហមស្មិលោកាសៈអយមន្តេមាមេជាតេណដ្ឋិទានិពុណពវោគឺព្រះអង្គទ្រង់បន្លឺនៅអាសភិវាចាអញ្ចឹងថាព្រះអង្គទ្រង់ជាបុគ្គលប្រសើរក្នុងលោកជាបុគ្គលចម្បងក្នុងលោកព្រះអង្គ
đôi thà chiết nâng chỉ chiết trong crowd hơi to pi nâng tới cứ bỏ ông mình từ cao chả chư slap ấy tiệt thế nângក្នុងnày chẳng á cứ bỏ ông trung bẩn lơ nơi a sập thị vi cha nâng chỉ vi cha đỏ ông a chia vi cha rồi bo nè đo mẹ bỏ ro chẳng à còn nè nâng cứ bây giờ ông bồ đề sát bỏ ông trung bờ sâu nâng cóក្នុងថ្ងៃ15កើតขនាតពេញបរមីនៃខែវិសាខនឹងផងដែរបងនេះជាចំណុចសំខាន់ទី2ក្នុងថ្ងៃ15កើតខែវិសាខប៉ុណ្ណាសូមជ្រះថ្លាអនុមោទនីហើយចំណុចសំខាន់ទី3ក្នុងថ្ងៃ15កើតពេញបរមីខែវិសាខហ្នឹងគឺជាថ្ងៃដែលព្រះសិរីពោធិព្រឹក្សណាព្រះពោធិព្រឹក្សដុះចឹងគឺព្រះពោធិព្រឹក្សដែលព្រះអង្គទ្រង់គង់នៅខាងក្រោមនឹងហើយត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណហ្នឹងណាដើមពោហ្នឹងគឺដុះក្នុងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតដែរណានឹងរាប់នៅក្នុងសហជាតិវត្ថុមួយផងដែរព្រោះសហជាតិវត្ថុមាន7ហ្នឹងដែលជាប់តាក់ទងក្នុងពុទ្ធសាសនាណាដែលកើតក្នុងថ្ងៃជាមួយគ្នាហ្នឹងមាន7ទី1គឺពនាងពំពីណាពនាងពំពីហើយទី2គឺព្រះអនន្តហើយទី3គឺឆន្ទមាត្រហើយទី4ការលោកទាយាមាត្រហើយទី5គឺសេះកន្តកៈហើយទី6គឺណាដើមពោធិព្រឹក្សហ្នឹងហើយដល់ពេលទី7គឺកំណប់ទ្របទាំង4រណ្ដៅហ្នឹងហើយអញ្ចឹងគឺ7យ៉ាងហ្នឹងហៅថាសហជាតិវត្ថុគឺបានន័យថាជារបស់ដែលកើតក្នុងថ្ងៃជាមួយនឹងព្រះសម្មាសម្ពុទ្ធនៃយើងហ្នឹងណាហ្នឹងគឺជាប់តាក់ទងក្នុងពុទ្ធសាសនាគឺមាន7ហ្នឹងណាអញ្ចឹងហៅថាសហជាតិវត្ថុមាន7ដូចរៀបរាប់មកមិញហ្នឹងអញ្ចឹងដើមពោធិហ្នឹងគឺដុះណាដុះក្នុងថ្ងៃដែលព្រះបរមពុទ្ធិសត្វព្រះអង្គទ្រង់ប្រសូតដែរព្រះអង្គប្រសូតថ្ងៃណាដើមពោធិព្រឹក្សដែលព្រះអង្គគង់ក្រោមដើមនឹងឲ្យត្រាស់ដឹងហ្នឹងគឺដុះនៅក្នុងថ្ងៃហ្នឹងផងដែរណាហ្នឹងគឺចំណុចសំខាន់ទី3ដែលកើតមានក្នុងថ្ងៃ15កើតខែវិសាខសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លាអនុមោទនីហើយចំណុចសំខាន់ទី4ក្នុងថ្ងៃ15កើតពេញបរមីខែវិសាខហ្នឹងគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ដឹងណាក្នុងការនោះដែលព្រះអង្គទ្រង់ដូចថាបានទទួលនៅបាយយៈណាមធុបាយយៈពីនាងសុជាតាថ្វាយព្រះអង្គនៅអជ្ជបាលនិក្រោធចឹងទៅហើយព្រះអង្គទ្រង់ណាទទួលហើយក៏ព្រះអង្គទ្រង់ពូតជាពំនូតប្រមាណជា49ពំនូតហើយមួយពំនូតហ្នឹងគឺប៉ុនក្របថ្នោតញាតិញោមណាព្រះអង្គទ្រង់ពូតហើយបាយយៈហ្នឹងគឺថាប៉និតណាធ្វើដោយប៉និតផ្ចិតផ្ចង់ហើយមិនត្រឹមតែប៉ុណ្ណឹងគឺថាទេវតាដាក់ឲ្យជារសជាទឹកទៅទៀតក្នុងបាយយៈហ្នឹងណាហ្នឹងហើយភាជដែលដាក់នៅមធុបាយយៈហ្នឹងតម្លៃ100,000កហបណៈហ្នឹងមាសហ្នឹងញាតិញោមតម្លៃភាជមាសហ្នឹងគឺតម្លៃ100,000កហបណៈដាក់មធុបាយយៈហ្នឹងហើយដល់ពេលអញ្ចឹងថ្វាយព្រះបរមពុទ្ធិសត្វអញ្ចឹងទៅព្រះអង្គទ្រង់ទទួលហើយក៏ពូតនៅបាយហ្នឹង49ពំនូតហើយព្រះអង្គទ្រង់សោយរួចទៅក៏ព្រះអង្គទ្រង់កាន់នៅភាជហ្នឹងភាជតម្លៃ100,000កហបណៈហ្នឹងមកកាន់ស្ទឹងនេរញ្ជរាហ្នឹងហើយមកកាន់ស្ទឹងនេរញ្ជរាហើយក៏ព្រះអង្គទ្រង់អធិដ្ឋានថាប៉ះសិនបើថ្ងៃហ្នឹងអាត្មាអញបានត្រាស់ជាព្រះសម្មាសម្ពុទ្ធជាពពុទ្ធក្នុងលោកគឺថាសូមឲ្យភេកហ្នឹងគឺថាអណ្ដែតបញ្ច្រាស់ខ្សែទឹកស្ទឹងនេរញ្ជរាហ្នឹងទៅណាហើយបើថាមិនបានត្រាស់ទេក៏ទៅតាមនឹងអណ្ដែតស្របខ្សែទឹកទៅដល់ពេលព្រះអង្គទ្រង់អធិដ្ឋានហើយប្រឡែងនៅភេកមាសតម្លៃ100,000កហបណៈហ្នឹងអញ្ចឹងទៅក៏ភេកមាសហ្នឹងគឺស្រាប់តែអណ្ដែតច្រាស់ខ្សែទឹកឡើងពុបឃ្លាតឆ្ងាយពីព្រះអង្គប្រមាណជា80ហត្ថហើយក៏លិចចុះទៅប៉ះទង្គិចនឹង
nâng phê bột môn đó nè đã nơi ca lần địa cà ri chẳng nó gộp nhẹ nó cái đây vua nâng hay gộp po lang thằng sal mình nó cứ bột trà đằng mà on hay ngày ní trà đằng mà on tiết à chẳng từ hay bọn trung nè song chẳng rồi thấy có về ngày nó bọn trung sầm rạ nơi xa là vòn là miền Prey miền Pka chờ ri skuski bọn trung sầm rạ về liệt ngày á nó về liệt là nghe ngày là nghe chẳng tới bọn trung nè chlong tầng này ranh chari tới chua từ cán po thi một đôi cái lại nè po từ cái gì sập ngày nè vì muốn cái hai thà u rú về lia sena đi cùng nè u rú về lia sena đi cùng cứ cái lại po từ cái gì sập ngày nè bọn trung riêng từ chân tới có ban chùa priêm mà nè mua nè sao thầy dạy priêm nè sao thầy dạy priêm đại cùng pung tại rô smau rô sờ ấy chân tới có ban priêm đằng ai nè thoai nừ sờ ski rồi có sờ plang nè chùm luôn bầm bay cá đạp đò pre bờ một bồ đề sát nè bọn trung từ tua vô tới thấy có bọn trung riêng hua từ can cái lại mình đôi po thì bật nè nè ấy bọn trung cà nở sờ nâng chọc láng có không ca nó rát nạ palang có pua đập buồn hạt nâng phọc láng màu nó phọc láng màu bọn trung cùng nè cầu đàm sát tập bật dừng hai tập đàm pu nó phần này đàm nâng cứ miền mua thà sát tập bật bọn trung cung cầu đàm nâng chẳng tới co bọn trung như thà picharana nơi thô picharana nơi thô không ca nó có bán đằng đòn mì á mì rìa thì rìa nó có đằng thảo sệt thọt nó cứ màu cùng còng đàm bù thì bật nâng tây tiền nó nâng bàn tra chỉ bẹt sầm sàm pốt thấy nâng phật pi vì say rồi bỏ dương chân dương từ tranh tới cầm chát cầm chai ở biển nia ở on tờ rai tới cầm oi bàn tra cầm oi phật vì say rồi bỏ dương chân mi nè nơi than ti vào môi nè vẽ xạ và tây mi nó cứ thả nom cầm lăng repol màu trong pi than ti vào môi nó màu can mình nô sờ lốc tròn po thì mình đô là than nó nè cứ sầm bao nè sầm lên có cực có kren ấy không ca no prum cái đây sạ tê về đây cái đây mà hari tiếng buôn cái đây phụ tê và đa phụ nâng nịa tiếng lai nâng cứ miền ca bô chia đòi kêu sạ rạp xem chụp phụ bè vào bờ po đi sạt đòi cái đây chia thla po đợt này côn tiếng rồi tiếng ấy chẳng tới có sạp tại lư sần thắc rồi bỏ mi nâng màu chẳng tới có prum nó có kịch bát tư sạ tê về đây có kịch bát tư tê và đa tiếng lai có kịch bát tư no tê và đa khla từ buôn nơi gần đáp chạ của ba nó bà lơm màu chẳng từ hay mi nó cứ người ta màu chẳng tới cứ thà bà cót chấm pua pre bà một pua đi sàn nó cứ thà nơi khang mộc bà nó cứ bà mán chia đọc pi rồi hay khang chơi khang sadam bà nó cứ thà tọp mi nó đọc pi rồi đại hay nơi khang lơ bà nó cứ cùng pua bầm buôn rồi nơi bị lứa nâng hay mi nó cứ thà không ca no niệm mật chuyện đầy mà pon chẳng đó can satra vốt vốt tập pon xem chẳng tới hay làng chi nè lơ đầm rây nè kri mê khả lẹ kri mê kho nó cứ cầm pua mà rồi ha sập rồi châu sầm đau từ đó pre và rồi một po thì sạt cứ pre sạt thoát hạ này để bảo ông trung cung nè lơ rát nạ palang cầm pung tai picharana nè không cam mà than nắng có mi nó say làng thà oi nè oi bè sạt thoát nắng à chọc tranh pi bà lang nắng thứ bà lang nắng mền chia bà lang rồi bỏ ông thế cứ thà bà lang nắng cứ chia rồi bỏ luôn ai nữa mi nó say nè sầm lót cùng riêm ấy chân tới không ca nó cứ bỏ ông ọt trống nè bỏ ông tra xua từ vinh tháng mi ấy nó sầm an lơ ấy tha bà lăng nâng cứ tha chia bà lăng rồi bỏ nè mình men chia bà lăng rồi bỏ dương nâng này mì nó có vô côn trai luôn ai nó thôi chia xạ xây nè chia xạ xây tha bà lăng nó chia rồi bỏ luôn ấy đó không ca nó pre
บรมโพธิสัตว์ព្រះសទ្ធរហ្នឹងព្រះអង្គទ្រង់គិតពិចារណាទៅថាក្នុងទីនេះពួកញាតិក៏អត់មានហ្នឹងហើយទេវតាណាក៏រត់ចោលអស់អញ្ចឹងព្រះអង្គទ្រង់យោសាក់សីហ្នឹងគឺផែនដីណាមហាប្រតិពីហ្នឹងជាសាក់សីអញ្ចឹងទៅក៏មហាប្រតិពីហ្នឹងកម្រើកញាប់ញ័រហាក់បីដូចជាថាខ្លួនឯងហ្នឹងជាសាក់សីអញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏ព្រះអង្គទ្រង់ពិចារណានៅបារមីដែលព្រះអង្គទ្រង់សន្សំមកគ្រប់គ្រាន់អីហ្នឹងគឺថាយកនៅមហាប្រតិពីព្រមទាំងពុទ្ធការកធម៌ដែលព្រះអង្គបំពេញគ្រប់គ្រាន់ហើយនឹងឯងជាសាក្សីហើយពេលហ្នឹងទៅក៏មាខឹងសម្បាទៅក៏ផ្ចាញ់ដោយវិធីច្រើនយ៉ាងរហូតដល់ទៅ9យ៉ាងធ្វើជាភ្លៀងផ្គរខ្យល់ព្យុះងងឹតសូនសុងអីហ្នឹងភ្លៀងផេះភ្លៀងរងើកភ្លើងភ្លៀងដីខ្សាច់អីហ្នឹងសពគ្រប់បណ្ដាលឲ្យខ្យល់ហ្នឹងគឺថាមានកម្លាំងខ្លាំងអាចបក់រលំកំពូលភ្នំអីបានប៉ុន្តែដល់ពេលខ្យល់ហ្នឹងមកក្បែរមកដល់ព្រះសទ្ធត្ថៈគឺខ្យល់ហ្នឹងក៏ត្រូវរងាប់រសាអីចឹងទៅមិនប៉ើងសំបីតែជាយចៃវរហ្នឹងហើយមីនឹងផ្ចាញ់ដោយវិធីច្រើនយ៉ាងសពគ្រប់ចឹងទៅក៏តល់តម្រេះហើយក៏ចុះចាញ់ទៅបាក់បោកឃ្លោកខ្លាចហើយសេនារេពុលកូនចៅតបមីនឹងគឺថាបាក់បោកឃ្លោកខ្លាចរត់កិច្ចចេញទៅផ្លូវនេះផ្លូវនោះសពគ្រប់ហើយមីនឹងក៏បាក់បោកឃ្លោកខ្លាចចុះចាញ់ទៅនឹងគឺថ្ងៃ15កើតពេញបរមីខែវិសាខហ្នឹងព្រះអង្គទ្រង់ផ្ចាញ់នៅមីហ្នឹងបានត្រាស់ដឹងព្រះអង្គដូចថាក្នុងបឋមយាមនៃរាត្រីក៏ព្រះអង្គទ្រង់បានសម្រេចនៅពពេនិវាសានុសតិវិជាគឺព្រះអង្គទ្រង់រលឹកនៅជាតិបានណារលឹកខណ្ឌដែលជាអតីតធ្លាប់អាស្រ័យមកហ្នឹងព្រះអង្គទ្រង់កើតក្នុងទីណាកន្លែងណាមាននាមអីកូដអីប្រកបកិច្ចការងារអីគឺព្រះអង្គទ្រង់រលឹកជាតិបានហៅថាពពេនិវាសានុសតិវិជាឬក៏ពពេនិវាសានុសតិញាណហ្នឹងហើយដល់ពេលមជ្ឈិមយាមនៃរាត្រីព្រះអង្គទ្រង់បានសម្រេចនៅញាណឬក៏វិជាមួយទៀតហៅថាចុតោបបាតវិជាចុតោបបាតវិជាគឺព្រះអង្គទ្រង់រលឹកដឹងនៅការចុតិនិងបដិសន្ធិរបស់សត្វទាំងឡាយដូចថាសត្វណាត្រូវស្លាប់ពេលណាហើយស្លាប់ទៅកើតទីណាកន្លែងណាព្រះអង្គទ្រង់ជ្រាបទ្រង់ដឹងណាបាននៅវិជាហ្នឹងហើយដល់ពេលបច្ឆិមយាមនៃរាត្រីទៀបភ្លឺហ្នឹងក៏ព្រះអង្គទ្រង់បានសម្រេចនៅវិជាមួយទៀតហៅថាអាសវកយវិជាឬក៏អាសវកយញាណបញ្ញាក្នុងរហត្តមគ្គកាត់បងនៅកិលេសទាំងឡាយទាំងពួងអស់ចឹងទៅហើយបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនៅក្នុងលោកពេលដែលព្រះអង្គទ្រង់បានត្រាស់ហើយក៏ព្រះអង្គទ្រង់មានការបន្លឺនៅព្រះឧទានថាអនេកជាតិសង្សារังសន្ធាវិសੰអនុពិសੰកហការังកវេសន្តោទុក្ខាជាតិបណបណੰកហការកៈទិដ្ឋោសេកហកោដੰវិសង្កតាំងវិសង្ខារកតាំងចិត្តតាំងតណ្ហាណੰខយមច្ចគាចឹងទៅគឺព្រះអង្គទ្រង់មានព្រះឧទានហ្នឹងគឺថាកាលដែលតថាគតមិនទាន់បានត្រាស់ដឹងហ្នឹងគឺថាត្រៃរង្គត់នៅក្នុងវដ្តសង្សារហ្នឹងមានជាតិដ៏ច្រើនចឹងទៅហើយឥឡូវហ្នឹងព្រះអង្គទ្រង់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយត្រូវកាច់បំបាក់នៅដំបូលផ្ទះនៅឆ្អឹងជំនីផ្ទះអីហ្នឹងជាងដែលសាងនៅផ្ទះគឺអត្តភាពហ្នឹងមិនអាចសាងនៅផ្ទះគឺអត្តភាពបានទៀតទេព្រះអង្គទ្រង់បានត្រាស់ដឹងនៅជាព្រះសម្មាសម្ពុទ្ធអស់នៅកិលេសអស់នៅតណ្ហាហើយបានដល់នៅព្រះនិព្វានហើយព្រះអង្គទ្រង់ព្រះឧទានហ្នឹងក្នុងន័យអញ្ចឹងណាហ្នឹងគឺចំណុចសំខាន់ទី4ក្នុងថ្ងៃ15កើតខ្នើតពេញបរមីខែវិសាខសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លាអនុមោទនាគ្រប់គ្នាសូមអនុមោទនាហើយចំណុចសំខាន់ក្នុងថ្ងៃ15កើតពេញបរមីខែវិសាខទី5ហ្នឹងគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វាន
ก็น่ะในขนมการเนาะคือเปรียสมาสามปุตปองตรงเยียงแต่การกรงโกเสนาระให้ปองตรงเปล่าเปลี่ยนนอนเอารีบจอมแกรในจันล้อในดาวสารปรักเตียงกูให้เปลี่ยนนอนก็ตัวปปุตได้กาแต่ก็รีบจอมแกรในจันล้อในดาวสารปรักเตียงกูนั้นเปรียสมาสามปุตก็ปองตรงสั่งในเลือแกรได้เปลี่ยนนอนรีบจอมกราลรีบจอมทวายนั้นให้ก็ปองตรงน่ะสำได้ประทอเซ็งเนี่ยสอบกรุบจมวยหนึ่งประเดี๋ยวนอนจมวยหนึ่งbịโคตึงลายปองตรงโดยทาสำได้อย่างปีสังไว้จะนิยทานแต่งบุญกับลายนะกับลายประโซดตราดังสำได้ทอมจะนั่งประเด็นเปลี่ยนนั่งให้ปองเนี่ยสำได้ในโทปาระหะบกุลบุญปูไอ้นั่งไงไอ้มันตรำใจปนกคือประเด็นนอนบานสู้เตะตรงเรื่องกาปะได้บัดจมปูมีตุกเรียมนั่งกูทั่วอย่าหน้าไอ้จังทั้งปองตรงสำได้พราบให้เตะตรงเรื่องกาได้รีบจอมในกาโบจีเปรียสไรระเปรียดมีนประเภทนั่งเตรียบจอมอย่าหน้าประเด็นนอนสู้จังทั้งก็เปรียดมีนประเภทปองตรงสำได้รีบรอบปราบอมปีการรีบจอมโบจีในเปรียสไรระเปรียดมีนประเภทนั่งตามใบโดยเจียสได้จะอย่างหน้าเตรียบจอมอย่างไม่สอบกรุบถึงอ้อให้ก็ปองตรงน่ะตราหนึ่งประเด็นนอนทำเนียนนอนหรือก็ปีโคตั้งลายนั่งถ่ากลมเอาเมียนสิกระไดซองไซถ่าเปลได้ปองประเด็นเปลี่ยนtớiด้วยถ่าออกครูน่ะออกครูหนึ่งไงจังปองตรงตราหนึ่งประเด็นนอนถ่าโยโวอนอนน่ะเตะมาเยียทอมโมจะวินโยจะเตสิเตาปัญญาเตาซาวโวมาจะเย็นสัตถามาในถ่ามันเนียนนอนทอนาก็ได้วินในนาก็ได้แต่ทางกุดสำได้ห้อยปัญญาห้อยดอนเนตต่างหลายทอนนั่งวินในนั่งเชี่ยครูเราบอกเนตต่างหลายจังปองตรงสำได้ปราบจังท่าเปลได้ปองประเด็นเปลี่ยนได้คือท่าเมนปีโคต่างหลายนั่งออกครูได้คือทอวินในได้ปองตรงตราสำได้เตียงบาลมานั่งไอ้เชี่ยครูสำหรับอบรมตูเมียนกายวิจาจัดดอลปีโคต่างหลายนั่งให้ปองตรงน่ะบ้าออกกะเอาปีโคต่างหลายเปอร์เซ็นต์บาเมียนกาซองไซตรงจุ่มหน่อยนามวยเนื้อทอก็ได้วินในก็ได้คือปองตรงบ่าวกะเอาปีโคต่างหลายซัวหมกเจ้านั่งอันดำใบกลมเอาด้วยท่าเป็นเลยปองตรงประเด็นเปลี่ยนบาดเต๋อให้สลับตายอดบานซัวเต๋อก็เมียนเพียบกระดาษกับไฮจังนะจังบ่าวปีโคต่างหลายเนี่ยเมียนสิกระไดซองไซอย่างไม่เนี่ยสะซัวประเดี๋ยวเมียนประเภทปองหนึ่งสำได้ปราบจังเต๋อให้ประตอบเมาส์ก็ปีโคต่างหลายมันมีสิ่งใดซองไซไอเตียเตมาจุ่มขณีอ๋อจังเตอให้ขนมการน้องก็เทวดานะเทวดาจะเจริญหนึ่งจักรวาลมาประจุมขณีดับใบมือเปรียสมาสามปดโดยกระถาทั้งไงนี่คือจิตทั้งไงจงคล้อยในปุยืงเนี่ยแต่บ้านเคยเปรียสมาสามปดปองนึงเติมประเด็นเป็นขนมทั้งไงนึงให้ขังจงในเรียดไรทั้งไงนี่จังยืงจังออกคณีนั่นคือตรึนอมคณีมาเมื่อจังตือให้เทวดาสะทมประมาณเชี่ยหนึ่งกะไลรอบปีกะไลปองตรงตุ่มเนื้อสารปรักนั่นคือทับประมาณเชี่ยตุ่มหมดอกปีโยนั่นคือทับสัตเทวดาเมียนสะทมเนี่ยมาตั้งในเรืออากาศนี่มันอากาศนั่งเพื่อจีบแผ่นใดจังตือให้ก็เมียนกายยุ่มเนี่ยกันตุกันติ้งซอกซัวทางเนี่ยเปรียสมาสามปุตปองชาปเรนเปลี่ยนไปหน้าเปรียสกุลปองตรงชาปเรนเปลี่ยนไปหน้าจับตั้งไปทั้งไงนั่งตื้อปุยืงต่างหลายเล่นบานเคยเปรียสมาสามปุตเล่นเคยเล่นบานเคยเปรียดมีนประเภทเตียดหอยจงเทวดาได้เชี่ยปะทอยจุนในเมียนไก่ไหลนั่นคือท่ายุ่มสาวเบาคล้วนในเรือกะนั่งอ่ะตัวสาวสอบกรุบต่างอ้อในเทวดานะได้เรียกแกในจีเปรียร์ฮอนจังทั้งก็โลกพิจารณาเท้าสองคาระโทต่างหลายมันเตี้ยงเมียนกาเตอร์โซนเตอร์จีทอมดาปกุลมันอายดับใบบ้านในกาเตี้ยงตัวดมปีคันแทบประวัติในอย่างปีนาเล่าอีเนี่ยโลกพิจารณาไอจังเตอร์ไอดอเป็นจังอ่ะเนี่ยเปรียสมาสามปุตปองตรงเนี่ยเมียนกาบ่าวกาเอาไปโคต่างหลายสะสูไอจังเตอร์ให้ปองตรง
សំដែងធរក្នុងការនោះមានបរិពាជុម្នាក់ឈ្មោះសុផតតបរិពាជុហ្នឹងព្រះអង្គទ្រង់សំដែងធរប្រោះដល់បរិពាជុហ្នឹងឲ្យការឧបសម្បទាដល់សុផតតបរិពាជុហ្នឹងទៅបានបួសហើយក៏កិច្ចចេញពីពួកគណៈទៅសងំតែឯងក្នុងកម្មដ្ឋានមិនយូរប្រមាណបានសម្រាប់ជាព្រះរហន្តទៅណាព្រះរហន្តទៅហៅថាជាបច្ឆិមសាវកជាសាវកចុងក្រោយមុននឹងព្រះអង្គទ្រង់បរិនិព្វានគឺសុផតតបរិពាជុនឹងឯងដែលបានសម្រាប់ជាព្រះរហន្តពេលដែលព្រះអង្គទ្រង់បានគង់ព្រះធរមាននៅឡើយហើយដល់ពេលរួចទៅក៏ព្រះអង្គទ្រង់ផ្ដាំណាសម្ដែងនៅព្រះពុទ្ធដីកាជាបណ្ដាំចុងក្រោយថាហន្តទានិភិកវេអមន្តយាមិវោវយធម្មាសង្ខារាអបមាតេនសម្បាតេថៈដោយសេចក្តីថាមនីភិក្ខុទាំងឡាយណាហើយចុះឥឡូវនេះតថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹងសង្ខារទាំងឡាយមានសេចក្តីសាបសូន្យជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះណាហើយបានព្រះសង្គីតិកាចារ្យហ្នឹងបន្ថែមថាអាយ៉ាងតថាកតសៈបច្ចិមាវាចាបានន័យថានេះគឺជាព្រះបណ្ដាំចុងក្រោយនៃព្រះសម្មាសម្ពុទ្ធអញ្ចឹងគឺបណ្ដាំចុងក្រោយហ្នឹងគឺព្រះអង្គទ្រង់ឲ្យភិក្ខុទាំងឡាយហ្នឹងគឺថានឹកពិចារណាថាសង្ខារធម៌ទាំងឡាយមិនទៀងណាមានការអស់ទៅសូន្យទៅជាធម្មតាអញ្ចឹងហើយឲ្យបញ្ញាបញ្ញាលរូតរះប្រព្រឹត្តបដិបត្តិតាមធម៌តាមវិន័យកំចាត់បងនៅកិលេសនឹងឲ្យបានសម្រេចនៅកិច្ចជាទីបំផុតហ្នឹងគឺបានដល់នៅព្រះនិព្វានដោយព្រះអង្គដែរអញ្ចឹងទៅនឹងព្រះអង្គផ្ដាំអញ្ចឹងហើយដោយសេចក្តីមិនប្រមាទទើបញ៉ាំងកិច្ចទាំងពួងហ្នឹងឲ្យសម្រេចបានបើថាយើងប្រមាទគឺមិនអាចរួចផុតចាកទុក្ខដល់នៅព្រះនិព្វានទេអញ្ចឹងគឺតលតែយើងមិនមានសេចក្តីប្រមាទហើយទើបញ៉ាំងកិច្ចទាំងឡាយទាំងពួងឲ្យសម្រេចរហូតដល់ព្រះនិព្វានដោយព្រះសម្មាសម្ពុទ្ធដែរព្រះអង្គទ្រង់ផ្ដាំរួចអញ្ចឹងទៅក៏ព្រះអង្គទ្រង់ក៏ណាចូលឈានណាចូលបឋមឈានអញ្ចឹងទៅចេញពីបឋមឈានចូលទុតិយឈានចេញពីទុតិយឈានចូលតតិយឈានចេញពីតតិយឈានទៅព្រះអង្គទ្រង់ចូលនៅចតុត្តឈានអញ្ចឹងទៅហើយព្រះអង្គទ្រង់ចេញពីចតុត្តឈានហើយព្រះអង្គទ្រង់ចូលនៅអាកាសានញ្ចាយតនៈសមាបត្តិព្រះអង្គទ្រង់ចេញអំពីអាកាសានញ្ចាយតនៈហើយក៏ព្រះអង្គទ្រង់ចូលនៅវិញ្ញាណញ្ចាយតនៈសមាបត្តិព្រះអង្គចេញពីវិញ្ញាណញ្ចាយតនៈសមាបត្តិហើយព្រះអង្គទ្រង់ចូលនៅអកិញ្ចញ្ញាយតនៈសមាបត្តិទៅហើយព្រះអង្គទ្រង់ចេញពីអកិញ្ចញ្ញាយតនៈសមាបត្តិហើយក៏ព្រះអង្គទ្រង់ចូលនៅនេវសញ្ញានាសញ្ញាយតនៈសមាបត្តិហើយក៏ព្រះអង្គទ្រង់ហ្នឹងចូលនៅសញ្ញាវេតយតនិរោធហ្នឹងហើយដល់ពេលចូលអញ្ចឹងទៅក្នុងការនោះព្រះអនន្តបានសួរព្រះអនុរុទ្ធថាបបិទ្ធព្រះអនុរុទ្ធដល់ចម្រើនតើព្រះដ៏មានពភៈព្រះអង្គទ្រង់បរិនិព្វានហើយឬហ្នឹងហើយបានព្រះអនុរុទ្ធហ្នឹងហើយប្រាប់ព្រះអនន្តថាមនាលអនន្តអវសោគឺព្រះដ៏មានពភៈព្រះអង្គទ្រង់កំពុងតែចូលនៅសញ្ញាវេតយតនិរោធព្រះអង្គទ្រង់មិនទាន់បរិនិព្វានទេនឹងព្រះអនុរុទ្ធនឹងក៏បានប្រាប់ព្រះអនន្តចឹងហើយក្នុងការនោះព្រះអង្គទ្រង់ចេញអំពីសញ្ញាវេតយតនិរោធហើយក៏ព្រះអង្គទ្រង់ថយមកចូលនៅនេវសញ្ញានាសញ្ញាយតនៈសមាបត្តិហ្នឹងព្រះអង្គទ្រង់ថយពីនេវសញ្ញានាសញ្ញាយតនៈសមាបត្តិហើយមកចូលនៅក្នុងអកិញ្ចញ្ញាយតនៈសមាបត្តិព្រះអង្គថយពីអកិញ្ចញ្ញាយតនៈសមាបត្តិហើយមកចូលក្នុងវិញ្ញាណញ្ចាយតនៈសមាបត្តិព្រះអង្គចេញពីវិញ្ញាណញ្ចាយតនៈសមាបត្តិហើយក៏ព្រះអង្គទ្រង់ថយមកចូលក្នុងអាកាសានញ្ចាយតនៈសមាបត្តិព្រះអង្គទ្រង់ចេញពីអាកាសានញ្ចាយតនៈសមាបត្តិហើយព្រះអង្គទ្រង់ចូលឈានគឺព្រះអង្គចូលនៅក្នុងចតុត្តឈានព្រះអង្គចេញពីចតុត្តឈានហើយព្រះអង្គថយមកចូលតតិយឈានព្រះអង្គចេញពីតតិយឈានហើយថយមកចូលទុតិយឈានព្រះអង្គទ្រង់ចេញពីទុតិយឈានហើយចូលបឋមឈានហើយបានព្រះអង្គចូលទុតិយឈានវិញចេញពីទុតិយឈានហើយចូលតតិយឈានចេញពីតតិយឈានហើយចូល
chặt tọt tại chiên nâng ạ ông trung châu hãy có pre đồ miên bậc hiệp ông trung và đây là piên nơi chân lọt nâng ai pe đại ông trung và đây là piên hãy cứ thả pe nâng cứ pan đầy có cờ có bơm nhọp nhọ nâng prư prui laung chân từ cô của lư loan laung hãy pe nâng cứ thả teng bị khô teng mà nụ tê vào đà nó sau sung rây tới thà pre đồ miên bậc hiệp ông trung và đây là piên hơi chặt tăng bị ngày nâng tới bộ dương từng lái lên ban nè khơi pre đồ miên bậc hiệp tiệt hỏi nó cứ bộ mà nụ bộ tê và đa để nơi miên cái lê nơi chia vật thôi chôn ấy rồi có pre đây bộ cô nè còng còng lúc nơi miên sẽ đây tục sào ri ai pre khay na srop bị khô từng lái đây chia pre khay na srop chia pre đỏ hon tê và đa đây chia bậc khay na srop rồi có prum đây chia bậc khay na srop nó cứ thà lúc mình miên sẽ cái đây sau còn tu còn tinh tiết tế cứ thà lúc bị cha nát đó sang khai là thôi từng lái thà cả làng hãy có trâu bị nia bài thi từ vinh về thom mà đa chân từ cứ thà mình ai ban được ca tiên toát đồng pí khăn nâng tê nâng lúc bị cha na chẳng á nâng cứ pre sama sampot bảo ông trung và đây là piên nâng nông ngày đập ram cát khăn pin bò mấy khai vì xa chân sông bột bò sa tầng o bàn sa đạp chẳng tới cô sông ve chấm pu ca đây bảo ông trung và đây là piên nâng nè cứ lia vọt ở song xa nâng hay chẳng dương cục bọn cục này có cua nè bảo bật bà để bạt thò nằm bay cầm chặt nơi cái lệ để bàn sầm rách nữ pre nợ piên rồi phật trả tục đôi pre sầm á sam pốt phong đài chẳng số mô tận đi hay chấm nói sầm khăn ti pram muối không ngày đập pram cao khai vì sao nó cứ chỉ ngày đái và lai và thiệt pre thiệt từng o pre sau đây được cái thiệt đó nè nơi tì na cả lai na nè rồi bỏ pre sầm á sam pốt nó cứ tha pre thiệt nó nâng trứ phượng che cầm tịch nia pe là na cột nâng bật nái chom ngày đập pram cát pin bò mấy khai vì sao nâng phong đài còn nè pre bờ rong mẹ sấy được cái thiệt nâng cứ nâng trứ phượng hay là tây châu nâng cứ thà che cầm tịch rầm lia tới nông ngày đập pram cao pin bò mấy khai vì sao nâng hay tiện tôn rương ca bạch chùm sờ màu thiên là thiệt nâng cứ bạch chùm nơi nia colpo thì bật pre thiệt nơi tina cứ thà trời họ tới bạch chùm nơi nia còn lại đây bọn trung trạc đắng á chỉ rụp pre sờ má samput chỉ krong chăng thế nâng chẳng bạch thiệt dương bàn score bàn đằng ấy cứ thà và thiệt này bây giờ mà sampot nó cứ pe lại bảo ông trung và đây nó piên nó nè và thiệt nó cứ bay chia bầm nay tôi bay chia bầm nay thông chân từ nừng hay và thiệt đây mình bay nó miền prampi và thiệt để nơi chỉ kruông thông thống á nè miền prampi cứ tì muối pre ôn là hay giật thiệt này chẳng ngà nó chẳng ngà nó cứ thà nơi chỉ kruông thông tại mà đòn cứ thả ọt bay tới chia bầm này tôi tề nó cứ tì môi đây và thiệt đây mình bay chia bầm này tôi chứ ná hay tì pi nó cứ pre chừng công kèo hay tập pre tia tập thiệt pre chừng công kèo tiền buôn này pre sama sampot nó nó có ọt bay thề đấy nè cứ pre chừng công kèo đam khang lơ nơi than ta và tầng hay đam khang tháo nơi Sri Lanka sập ngày đó tầm cò nơi phải chết đây đầm bồn mì thì trong candy nhưng người nào mà phê bàn từ phải cùng tòa đó nó cứ Saddam khang khấu nơiประเทศ Sri Lanka này Saddam khang lớn nơi than ta vật tầng hay bây giờ công cao chơi khang lớn nơi ประเทศ Trần nơi tầm cò nơi không vọt nông bè bị hi vọt linh cuồng nâng có nhiều người nào mà phê bàn từ thoại cùng to lại nơi bờ chân nâng cứ chơi khang lớn tầm con nơi bờ chân vọt linh cuồng nâng hay chơi khang cầu bè tiền thiệt chơi khang cầu nâng nơi bị phun nịa nâng chẳng cứ buồn nè bột nâng bè on hay sẽ thiệt chẳng ngả mùi mình máu cứ
5nè 5ហើយថែមដងកំបិត2ទៀតព្រះអខកធាតុណាព្រះអខកធាតុប្រែមកថាឆ្អឹងដងកំបិតអញ្ចឹងឆ្អឹងដងកំបិតហ្នឹងមាន2ណាមានស្ដាំមានឆ្វេងអញ្ចឹងគឺឆ្អឹងដងកំបិតខាងស្ដាំសពថ្ងៃហ្នឹងគឺតម្កល់នៅប្រទេសសេរីលង្កានៅក្នុងបច្ចេកដីមួយឈ្មោះថាថូបារាមហ្នឹងហើយអាហ្នឹងក៏ខ្ញុំគណៈអាត្មាភាពបានទៅថ្វាយអង្គមផ្ទាល់ដែរនៅប្រទេសសេរីលង្កាហើយបញ្ចុះនៅឆ្អឹងដងកំបិតខាងស្ដាំនៃព្រះសម្មាសម្ពុទ្ធហ្នឹងគឺក្នុងបច្ចេកដីមួយឈ្មោះថាថូបារាមហ្នឹងនៅប្រទេសសេរីលង្កាហ្នឹងហើយខាងឆ្វេងព្រះបរមសារីរិកធាតុខាងឆ្វេងគឺនៅក្នុងណាព្រហ្មលោកណាព្រហ្មលោកឯណោះហ្នឹងហើយហ្នឹងគឺសរុបមកមាន7ណាញាតិញោមណាប្រធានដែលអត់បែកជាបំណែកតូចៗគឺឆ្អឹងថ្ងាស1ហើយព្រះទាតធាតុគឺព្រះចង្គង់កែវទាំង4ណា1និង4 5បូកនឹងឆ្អឹងដងកំបិត2ទៀតគឺទៅជា7អញ្ចឹងប្រធានទាំង7ហ្នឹងគឺថាអត់បែកជាបំណែកតូចៗទេនៅជាគ្រោងធំអញ្ចឹងតែម្ដងនៅឡែកណាឆ្អឹងកន្លែងផ្សេងហ្នឹងគឺបែកជាបំណែកតូចធំហ្នឹងមាន3ខ្នាតទៅទៀតណាគឺខ្នាតធំប៉ុនកំណាត់ក្របសណ្ដែកបាយញាតិញោមប្រធានខ្នាតធំប៉ុនកំណាត់ក្របសណ្ដែកបាយណាគឺមានចំនួន5នាលហើយមានពណ៌មាសហ្នឹងគឺប្រធានខ្នាតធំគឺថាប៉ុនកំណាត់ក្របសណ្ដែកបាយញាតិញោមទំហំប៉ិនក្របសណ្ដែកបាយប៉ុន្តែមួយកំណាត់ណាញាតិញោមកុំថាប៉ិនក្របសណ្ដែកបាយទាំងមូលគឺមិនមែននេះគឺថាប៉ុនកំណាត់ក្របសណ្ដែកបាយបងហើយមានចំនួន5នាលមានពណ៌មាសហ្នឹងគឺប្រធានខ្នាតធំហើយប្រធានខ្នាតកណ្ដាលគឺប៉ុនកំណាត់ក្របអង្គបានន័យទំហំប៉ុនក្របអង្គប៉ុន្តែបាក់ជា2អញ្ចឹងណាបាក់ពាក់កណ្ដាលអញ្ចឹងទៅអញ្ចឹងគឺប៉ុនកំណាត់ក្របអង្គអាហ្នឹងប្រធានខ្នាតកណ្ដាលប៉ុណ្ណាហើយមានចំនួនប្រមាណជា6នាលណាមានចំនួន6នាលហើយមានពណ៌ហ្នឹងដូចជាកែវផលិតណាកែវផលិតយ៉ាងម៉េចញោមស្រាវជ្រាវមើលណាតើពណ៌យ៉ាងម៉េចហ្នឹងហើយដល់ពេលប្រធានខ្នាតតូចគឺប៉ុនក្របស្ពៃញោមណាប៉ុនក្របស្ពៃហើយមានចំនួនប្រមាណជា5នាលអញ្ចឹងព្រះបរមធាតុដែលជាដែលបែកជាបំណែកតូចធំហ្នឹងគឺទាំងអស់ហ្នឹងមានចំនួន16នាលប្រធានខ្នាតធំមានពណ៌មាសទំហំប៉ុនកំណាត់ក្របសណ្ដែកបាយហ្នឹងហើយមានចំនួនប្រមាណជា5នាលបងហើយប្រធានខ្នាតកណ្ដាលមានពណ៌ដោយកែវផលិតហើយមានចំនួនប្រមាណជា6នាលហ្នឹងហើយដល់ពេលប្រធានខ្នាតតូចមានទំហំប៉ុនក្របស្ពៃហើយមានពណ៌ដូចជាផ្កាថ្កុលណាផ្កាថ្កុលឬផ្កាម្លិះកំពុំអញ្ចឹងហ្នឹងហើយហ្នឹងមានចំនួន5នាលសរុបមកគឺព្រះបរមធាតុដែលបែកជាបំណែកតូចធំហ្នឹងមានចំនួន16នាលបងអញ្ចឹងព្រះបរមធាតុហ្នឹងក៏ផ្សាយណាផ្សាយទៅកាន់ទីនេះទីនោះពេលដែលព្រះអង្គបរិនិព្វានទៅណាត្រូវចែកទៅកាន់នគរផ្សេងក្រុងរាជក្រឹសក្រុងណាវេសាលីក្រុងណាកុសិនារាឬក៏ទីក្រុងផ្សេងទៀតណាច្រើននគរហើយរហូតដល់ទៅព្រះបរមធាតុហ្នឹងសពថ្ងៃផ្សាយភាយទៅកាន់ប្រទេសនេះប្រទេសនោះដែលមានអ្នកជ្រះថ្លាអញ្ចឹងណាដូចស្រុកខ្មែរយើងក៏មានព្រះបរមសារីរិកធាតុនៅប្រទេសសេរីលង្កានៅប្រទេសភូមាអីហ្នឹងសពគ្រប់អញ្ចឹងចង់បញ្ជាក់ថាថ្ងៃ15កើតពេញបរមីខែពិសាខហ្នឹងព្រះបរមធាតុនៃព្រះសម្មាសម្ពុទ្ធហ្នឹងដែលសពថ្ងៃហ្នឹងនៅក្នុងឋានមនុស្សខ្លះក្នុងពិភពនាគខ្លះក្នុងឋានសួគ៌ខ្លះនៅក្នុងឋានព្រំខ្លះព្រះបរមធាតុទាំងអស់ហ្នឹងគឺថានឹងត្រូវហោះទៅប្រជុំធ្វើសមោធានធាតុបានន័យថាប្រជុំនៅធាតុទាំងអស់ហ្នឹងកន្លែងមណ្ឌលពោធិព្រឹក្សដែលព្រះអង្គទ្រង់គង់ត្រាស់ដឹងហ្នឹងជារូបព្រះសម្មាសម្ពុទ្ធហើយក៏ត្រូវភ្លើងឆេះកំតិចតែម្ដងបានន័យថាអត់មានសម្ដែងពធទេញាតិញោមខ្លះឬក៏កណាគុណចាស់ខ្លះលោកសម្ដែងថាពេលដែលសមោធានធាតុហ្នឹងគឺថាត្រូវសម្ដែងធម៌ណា7យប់7ថ្ងៃអីចឹងទៅប៉ុន្តែតាមយើងសិក្សាព្រះអភិធម្មទៅគឺបានន័យថាគ្រាន់តែប្រជុំជាគ្រោងឆ្អឹងទេគឺថាมันមានការសម្ដែងពធទេ
ព្រោះអាការសំដែងនេះគឺយើងអ្នកសិក្សាព្រះអភិធម្មវិនិច្ឆ័យទៅគឺថាវាដូចថាកាយវិញ្ញាណឬក៏វិជ័យវិញ្ញាណនេះដែលពូលទៅបានមានចិត្តជាសមុទ្ឋានហើយពេលហ្នឹងមានចិត្តមកពីណាមានតែគ្រោងឆ្អឹងហ្នឹងអញ្ចឹងគឺអត់មានសម្ដែងពធបានទេពេលហ្នឹងណាគ្រាន់តែប្រជុំនៅប្រធានហើយក៏ត្រូវភ្លើងឆេះកំតិចតែម្ដងណាអញ្ចឹងគឺព្រឹត្តិការណ៍ហ្នឹងនឹងមាននាពេលអនាគតចំថ្ងៃ15កើតខ្នាតពេញបរមីខែពិសាអញ្ចឹងសូមពុទ្ធបរិស័ទទាំងអស់បានចេះដឹងជ្រះថ្លានៅចំណុចទាំងអស់ហ្នឹងគ្រប់គ្នាប៉ុណ្ណាសូមអនុមោទនាហើយចំណុចសំខាន់ទី7ហ្នឹងគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គផ្ចាញ់នៅមីណាក្នុងថ្ងៃដូចថា15កើតពេញបរមីខែវិសាខហ្នឹងគឺថាពេលដែលព្រះអង្គទ្រង់ផ្ចាញ់មីរួចចឹងទៅក៏នឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធចឹងគឺនេះជាចំណុចសំខាន់ទី7គឺថារាល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទាំងអស់គឺថាមុននឹងបានត្រាស់ហ្នឹងគឺតែងតែផ្ចាញ់នៅមីហ្នឹងមកផ្ចាញ់ព្រះអង្គដោយប្រការណាអញ្ចឹងទៅទីបំផុតក៏បាក់បបក្លោកខ្លាចអញ្ចឹងទៅហ្នឹងគឺចំណុចសំខាន់ទាំង7ប្រការដែលខ្ញុំគណៈអាត្មាភាពបានរតនាមកតាក់ទងនឹងថ្ងៃ15កើតពេញបរមីខែវិសាប៉ុណ្ណាហើយរតនានេះគឺដោយសង្ខេបទេមិនបានពឹស្ដារដោយសារកុំឲ្យវីដេអូនឹងវែងពេកទៅក៏លំបាកក្នុងការបង្ហោះចូលទៅនៅក្នុង YouTube ណាក៏ណាអញ្ចឹងគឺខ្ញុំគណៈអាត្មាភាពរៀបរាប់ចំណុចសំខាន់ទាំង7ប្រការតាក់ទងនឹងថ្ងៃ15កើតពេញបរមីខែវិសាខនេះព្រឹត្តិការណ៍យ៉ាងណាគឺខ្ញុំគណៈអាត្មាភាពរៀបរាប់ដោយសង្ខេបមិនបានពឹស្ដារទេហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទជាយាមសិក្សាជាយាមស្ដាប់នៅការសម្ដែងពធរបស់ព្រះសង្ឃបន្ថែមទៀតទៅដើម្បីបាននៅសេចក្តីជ្រះថ្លាអរគុណញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់នៅការបកស្រាយអត្ថាធិប្បាយនៅចំណុចសំខាន់ទាំង7ប្រការក្នុងថ្ងៃ15កើតខ្នាតពេញបរមីនៃខែវិសាខដែលយើងនាំគ្នាគ្រប់ព្រះអង្គគ្រប់គ្នាគឺប្រារព្ធនៅកម្មវិធីបុណ្យវិសាខបូជាហើយសូមបញ្ជាក់ថាកម្មវិធីបុណ្យវិសាខបូជានេះគឺជាពិធីបុណ្យអន្តរជាតិដែលអង្គការសហប្រជាជាតិទទួលស្គាល់ប៉ុណ្ណាតាំងពីឆ្នាំ1999បើគិតទៅជាង20ឆ្នាំប្លាយហើយដែលអង្គការសហប្រជាជាតិទទួលស្គាល់ថាថ្ងៃវិសាខបូជាហ្នឹងគឺជាថ្ងៃសន្តិភាពពិភពលោករហូតដល់ទៅគេដាក់ថាជា International Day ណា International Day ហ្នឹងគឺថាជាទិវាអន្តរជាតិទិវាបុណ្យអន្តរជាតិចឹងសូមពុទ្ធបរិស័ទទាំងអស់បាននៅសេចក្តីសុខសេចក្តីចម្រើនអរគុណដែលបានតាមដានស្ដាប់តាំងតែពីដើមរហូតមកដល់ទីបញ្ចប់ខ្ញុំអាត្មាភាពសូមអរគុណសូមចម្រើនពរលា